នេះគឺជាផ្សិតអំបោះដែលខ្ញុំបានដាំរយៈពេលដាក់ជិត1ខែខ្ញុំដកហូបអស់ច្រើនដែរអញ្ចឹងខ្ញុំបានតិចនិចខ្លះមកប្រាប់អ្នកគ្នាទីមួយយើងត្រូវរកកន្លែងម្លប់ខ្ញុំរងគោចាស់ណាមានកន្លែងស្រូវមានអីចឹងទៅយើងដាក់ទ្រីបគ្នាស្អាតកុំឲ្យដាក់ផ្ទាល់ដីអីខ្លាចក្តីស៊ីអញ្ចឹងហើយយើងទ្រីបគ្នាអញ្ចឹងមកធ្វើយ៉ាងណាឲ្យម្លប់យើងកុំឲ្យត្រូវទឹកភ្លៀងហើយលោកវាឆ្លងមេរោគផ្សេងៗអញ្ចឹងទៅហើយកាលណាវាដោះមកអញ្ចឹងដោះល្អយើងជ្រើសរើសមើលអ្នកផ្គត់ផ្គង់ណាដែលល្អហើយស្រោចទឹកវាមួយថ្ងៃ3ដងព្រឹកថ្ងៃហើយនឹងល្ងាចធ្វើបែបនេះវានឹងឆាប់ដើរពេញកញ្ចប់នេះវាអត់សល់អញ្ចឹងវាដើរពេញសអញ្ចឹងមកអញ្ចឹងទៅវាដោះល្អអញ្ចឹងហើយអាការដាំនេះវាស្រួលទេសម្រាប់យើងអត់សូវទៅនេះអីយើងអាចស្រោចតែពេល2ពេលក៏បាននេះនេះដោះមកខាងក្នុងទៀតគេវាចាប់ដាំដោះមកហើយអានេះក៏ដូចគ្នាដែរចំណានេះនេះដូចទឹកដកព្រឹកមិញអញ្ចឹងវាដោះមកល្អមកគុំហើយខ្ទង់មួយខាំ2ខាំអីចឹងទៅឬក៏3ខាំអីតាមអានេះអាចយកចង់3ខាំណាបើសិនជាវាធំតាមទំហំដែលយើងចង់បានទេណាហើយបើយើងចង់ដាំលក់អីអាចខ្ទង់100ធ្វើ200ក៏ចប់អីយើងអាចដកមួយថ្ងៃ2-3គីឡូស្រាប់ផ្គត់ផ្គង់គេបានដែរវាល្អសម្រាប់យើងទៅនេះអីយើងអត់សុខចូលចិត្តការដាំកំសាន្តលេងអញ្ចឹងទៅអានេះក៏ដោះមកដែរអញ្ចឹងចាំវីដេអូក្រោយខ្ញុំនឹងនិយាយឲ្យក្បោះក្បាយជាងនេះ